ចាជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ធ្វើម្ហូបរបស់នាងខ្ញុំថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនពីរបៀបធ្វើខពងក្រួចឲ្យមានរសជាតិឆ្ងាញ់ហើយនិយាយពីថាខពងក្រួចនេះបងប្អូនគឺឆ្ងាញ់ប្លែកពីពងមាន់ឬមួយក៏ពងទាបើបងប្អូនចង់ដឹងរសជាតិថាខពងក្រួចវាឆ្ងាញ់ប្លែកពីពងមាន់ឬមួយក៏ពងទាបែបម៉េចបងប្អូនមើលវីដេអូនេះចប់ហើយកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាណាចាដំបូងហ្នឹងគឺខ្ញុំលាងសម្អាតជាមួយនឹងពងក្រួចចំនួន100គ្រាប់ពងក្រួច100គ្រាប់នេះគឺខ្ញុំទិញអស់14000រៀលដោយសារតែពងក្រួចគឺសបកវារាងស្ដើងអញ្ចឹងណាបងប្អូនអញ្ចឹងនៅពេលដែលបងប្អូនលាងសម្អាតគឺយើងថ្នមដៃបន្តិចបងប្អូនដើម្បីកុំឲ្យវាបែកហើយយើងលាងសម្អាតម្ដងមួយទៅរហូតតតែអស់ពងក្រួយណាបងប្អូនហើយចំពោះពងក្រួយនេះគឺយើងលាង2-3ទឹកឲ្យវាបានស្អាតល្អមុននឹងយើងយកទៅដាក់ស្ងោរនៅពេលដែលយើងលាងសម្អាតពងក្រួយបានស្អាតហើយគឺយើងដាក់នៅក្នុងឆ្នាំងមួយទៅហើយដាក់អំបិលចូល1ស្លាបព្រាកាហ្វេដើម្បីឲ្យពងក្រួយរបស់យើងនឹងពេលដែលស្ងោរទៅវារាងមានជាតិប្រៃល្ហែមៗតិចៗណាបងប្អូនចំពោះការស្ងោរពងក្រួយនឹងដែរទៀតសោតគឺយើងត្រូវបើកភ្លើងតិចណាបងប្អូនដោយសារតែពងក្រួចគឺសបកវាស្ដើងអញ្ចឹងហើយបើសិនជាយើងបើកភ្លើងខ្លាំងគឺវាបណ្ដាលឲ្យពងក្រួចនឹងគឺវាបែកខ្ទេចពេញឆ្នាំងហើយបើកាលណាពងក្រួចយើងបែកគឺពេលដែលយើងយកទៅខទៅក៏វាអត់សូវឆ្ងាញ់ដែរអញ្ចឹងហើយទើបយើងត្រូវការបើកភ្លើងតិចដើម្បីរំងាស់វារយៈពេលយូរប្រហែលជា20ទៅ30នាទីណាបងប្អូនដើម្បីឲ្យពងក្រួចយើងគឺឆ្អិនបានល្អអំឡុងពេលដែលខ្ញុំរងចាំពងក្រួយឆ្អិនហ្នឹងគឺខ្ញុំងាកមករៀបចំហាន់ជាមួយនឹងសាច់ជ្រូកក៏ដូចជាគ្រឿងផ្សំផ្សេងទៀតសិនណាបងប្អូនប្រាប់គ្រឿងខហ្នឹងគឺយើងអត់មានអីច្រើនទេមានតែខ្ទឹមសហើយផ្កាច័ន្ទនិងឈើអែមក៏ដូចជាម្រេចគ្រាប់បងប្អូនចាសម្រាប់សាច់ជ្រូកគឺនាងខ្ញុំទិញពីផ្សារមកហ្នឹងចំនួន1គីឡូហើយខ្ញុំទិញយកសាច់3ជាន់ណាបងប្អូនហើយបើសិនជាបងប្អូនចង់ប្រើជាជើងជ្រូកជំនួសសាច់ជ្រូក3ជាន់ក៏បានដែរសាច់ជ្រូកនឹងដែរមុននឹងយើងយកមកធ្វើជាម្ហូបបងប្អូនយើងត្រូវលាងសម្អាតកោសស្បែកកោសអីវាបានស្អាតល្អហើយនឹងលាងជាមួយនឹងអំបិលជាមុនសិនណាបងប្អូនឲ្យវាកាត់ជាតិឆ្អាបបានល្អសាច់ជ្រូកដែលយើងហាន់ធ្វើជាខឬក៏ហុងបងប្អូនគឺយើងហាន់វាឲ្យដុំធំបងប្អូនហើយយើងកាត់វាជា4ជ្រុងទំហំ3ធ្នាប់ដៃបងប្អូនប៉ុណ្ណឹងទៅពេលដែលយើងដាក់ខគឺកាលណាដែលសាច់ឆ្អិនគឺវានឹងរួមតូចអញ្ចឹងបងប្អូនពេលដែលឆ្អិនទៅគឺមកល្មមអញ្ចឹងបងប្អូនតែបើសិនជាបងប្អូនកាត់តូចពេកមើលទៅវាអត់សូវទំនងជាខអញ្ចឹងបងប្អូនហើយណាមួយបើសិនជាយើងកាត់តូចទៅវាអាចនឹងបែកសាច់ជ្រូកខ្ទេចអស់បន្ទាប់ពីហាន់សាច់ជ្រូករួចហើយគឺយើងទុកបន្លែកសិនបន្ទាប់មកគឺយើងងាកមកចិញ្ច្រាំជាមួយនឹងខ្ទឹមសចំពោះខ្ទឹមសនេះដែរគឺនាងខ្ញុំប្រើម្ដុំធំបងប្អូនដោយសារតែខ្ញុំធ្វើខរាងច្រើនខ្ទឹមសបើសិនជាយើងចង់បកសបកឲ្យស្រួលគឺយើងដំវារាងបែកបន្តិចមកហើយយើងងាយស្រួលនឹងបកសបកចេញអញ្ចឹងបងប្អូនបន្ទាប់មកគឺយើងចិញ្ច្រាំខ្ទឹមសនឹងឲ្យវាល្អិតមកល្មមបងប្អូនហើយយើងលើកទុកម្លែកសិនបន្ទាប់ពីខ្ញុំស្ងោរពងក្រួចបានឆ្អិនល្អហើយគឺខ្ញុំដួសដាក់ត្រាំនៅក្នុងទឹកត្រជាក់បងប្អូនចាយើងស្រង់ដាក់ត្រាំជាមួយនឹងទឹកត្រជាក់ធម្មតាក៏បានឬមួយក៏ដាក់ត្រាំជាមួយនឹងទឹកកកក៏បានកាលណាដែលយើងត្រាំពងជាមួយនឹងទឹកត្រជាក់ឬមួយក៏ទឹកកកគឺវាធ្វើឲ្យងាយស្រួលបកសបកពងនឹងចេញណាបងប្អូនទី1គឺវាអត់រលាកដៃយើងទី2គឺវាងាយស្រួលបកសបកយើងបកឆាប់រួចឆាប់អីវាងាយស្រួលបកអញ្ចឹងណាចន្លោះពេលដែលខ្ញុំត្រាំពងក្រួយទុកឲ្យត្រជាក់ហ្នឹងគឺខ្ញុំងាកមកកម្លោចជាមួយនឹងសាច់ជ្រូកជាមុនសិនសាច់ជ្រូកនេះដែរនៅពេលដែលយើងដាក់កម្លោចបងប្អូនគឺយើងបើកភ្លើងឲ្យវាខ្លាំងបីឲ្យសាច់ជ្រូកគឺវាឡើងក្រហមហើយស្បែកវាគឺឡើងពងល្អអញ្ចឹងណាកម្លោចស្បែកជ្រូកបែបនេះបងប្អូនគឺធ្វើឲ្យខរបស់យើងវាមានរសជាតិឆ្ងាញ់ឯស្បែកជ្រូកនៅពេលដែលយើងដាក់ខទៅគឺវាអត់បែកអត់អីអញ្ចឹងបងប្អូនគឺវានៅរឹងល្អដែលជាហេតុធ្វើឲ្យខរបស់យើងនឹងគឺកាន់តែមានភាពឈ្ងុយឆ្ងាញ់មួយកម្រិតទៀតអញ្ចឹងបងប្អូនដើម្បីឲ្យសាច់ជ្រូកឬក៏ស្បែកជ្រូក
ជ្រូកវាឡើងក្រហមនិងពងល្អបែបនេះគឺតម្រូវឲ្យបងប្អូនបើកភ្លើងឲ្យខ្លាំងណាបើកាលណាយើងបើកភ្លើងតិចតិចធ្វើឲ្យសាច់ជ្រូករបស់យើងនឹងគឺវាចេញទឹកមកវាអត់ឡើងក្រហមអញ្ចឹងទេមួយទៀតនៅពេលដែលយើងដាក់កំឡោចសាច់ជ្រូកគឺយើងអាសាប្រែប្រន់វាផងណាបងប្អូនកុំឲ្យវាខ្លោចហើយក៏កុំឲ្យវាចេញទឹកមើលតែសាច់ជ្រូកឡើងក្រហមនិងស្បែកវាពងល្អហើយគឺយើងអាចស្រង់វាចេញបានណាបងប្អូនបន្ទាប់មកទៀតគឺខ្ញុំដាក់លីងជាមួយនឹងផ្កាច័ន្ទឈើអែមហើយនិងម្រេចគ្រាប់បងប្អូនដើម្បីឲ្យវាឡើងឈ្ងុយល្អនៅក្នុងការលីងផ្កាច័ន្ទឈើអែមនិងគ្រាប់ម្រេចនេះគឺយើងបើកភ្លើងតិចតិចល្មមកុំឲ្យវាខ្លោចណាបងប្អូនធ្វើតែគ្រឿង3មុខនេះលីងបានឡើងឈ្ងុយល្អហើយគឺយើងលើកទុកម្ល៉េះសិនចាបន្ទាប់មកគឺយើងកកូរជាមួយនឹងស្ករត្នោតចំពោះស្ករត្នោតហ្នឹងគឺខ្ញុំប្រើចំនួន1ស្លាបព្រាបាយសម្រាប់ការកកូរស្ករត្នោតឬមួយក៏បងប្អូនខ្លះគាត់ហៅកំឡោចស្ករអញ្ចឹងណាយើងបើកភ្លើងតិចតិចបងប្អូនដោយសារតែស្ករគឺវាងាយនឹងខ្លោចលឿនអញ្ចឹងយើងបើកភ្លើងតិចតិចបានហើយត្រូវកូរវាឲ្យជាប់ដៃបងប្អូនកុំដើរចោលឲ្យសោះបើកាលណាយើងដើរចោលគឺវានឹងខ្លោចបងប្អូនតែនាងខ្ញុំកូរស្ករបានឡើងជើងក្រងហើយគឺខ្ញុំដាក់ជាមួយនឹងខ្ទឹមសចូលបន្ទាប់មកគឺលីងខ្ទឹមសហ្នឹងឲ្យវាឡើងឈ្ងុយល្អតែខ្ទឹមសឡើងឈ្ងុយល្អហើយគឺខ្ញុំបន្ថែមជាមួយនឹងទឹកត្រីចំនួន3ស្លាបព្រាបាយដើម្បីកុំឲ្យស្ករហ្នឹងគឺវាខ្លោចចឹងណាបន្ទាប់មកគឺខ្ញុំដាក់ជាមួយនឹងសាច់ជ្រូកដែលនេះខ្ញុំបានកំឡោចរួចនឹងចូលតែម្ដងណាបងប្អូនក្រោយពីដាក់សាច់ជ្រូកចូលហើយគឺយើងដាក់ជាមួយនឹងផ្កាច័ន្ទឈើអែមហើយនិងម្រេចគ្រាប់ក៏ដូចជាទឹកស៊ីអ៊ីវខាប់បងប្អូនសម្រាប់ទឹកស៊ីអ៊ីវខាប់ហ្នឹងគឺនាងខ្ញុំដាក់ចំនួន1ស្លាបព្រាបាយហើយដាក់ហ្នឹងគឺដើម្បីឲ្យខយើងមានពណ៌ក្រហមស្អាតបន្ទាប់មកគឺខ្ញុំចាក់ទឹកស្អាតចំនួន1ចានគោមចូលរួចរំងាស់ទុកឲ្យពុះហើយចុងក្រោយហ្នឹងគឺខ្ញុំបន្ថែមជាមួយនឹងអំបិល1ស្លាបព្រាកាហ្វេសម្រាប់អំបិលបងប្អូនអាចបង់មុនក៏បានឬមួយក៏បង់ក្រោយទឹកពុះក៏បាននៅក្នុងការរំងាស់សាច់ជ្រូកហ្នឹងគឺយើងបើកភ្លើងតិចតិចល្មមដើម្បីឲ្យសាច់ជ្រូកហ្នឹងគឺវាចាប់ពណ៌ក្រហមបានស្អាតល្អហើយមិនតែប៉ុណ្ណោះគឺវារក្សារសជាតិបានឆ្ងាញ់ល្អទៀតផងឡងពេលដែលនាងខ្ញុំដាក់រំងាស់សាច់ជ្រូកទុកចោលហ្នឹងគឺនាងខ្ញុំងាកមកបកសម្បកពងក្រួយសិនចាយើងធ្វើបែបនេះគឺដើម្បីកុំឲ្យខាតពេលវេលាណាបងប្អូនដោយសារតែពងក្រួយរបស់យើងហ្នឹងគឺវាច្រើនហើយទី2ហ្នឹងគឺនៅពេលដែលយើងដាក់រំងាស់សាច់ជ្រូកហ្នឹងគឺត្រូវការពេលយូរផងដែរពងក្រួយកាលណាដែលយើងត្រាំទឹកបានត្រជាក់ល្អហើយគឺយើងងាយស្រួលបកសម្បកមែនទែនគឺបកទៅវាអត់ជើបសាច់ជើបអីបងប្អូនគឺបកបានលឿនទៀតផងពងក្រួយនេះទៀតសោតគឺសម្បកវាគឺស្ដើងមែនទែនស្ដើងជាងពងមាន់ឬក៏ពងទាណាបងប្អូនចឹងហើយគឺវាកាន់តែមានភាពងាយស្រួលក្នុងការបកសម្បកបានលឿនមើលតែយើងរំងាស់សាច់ជ្រូកបានឡើងក្រហមល្អហើយគឺខ្ញុំចាប់ផ្ដើមយកពងក្រួយដែលបករួចនឹងយកមកដាក់ចូលតែម្ដងបន្ទាប់មកគឺយើងបន្តរំងាស់ដោយបើកភ្លើងតិចតិចរហូតតតែពងក្រួយនឹងគឺវាចាប់ពណ៌ក្រហមហើយសាច់វាឡើងរឹងល្អមើលតែពងក្រួយចាប់ពណ៌ក្រហមបាន50%ហើយគឺខ្ញុំដាក់ជាមួយនឹងប៊ីចេងរ៉ូឌីមួយមុខកន្លះស្លាបព្រាបាយបន្ទាប់ពីដាក់គ្រឿង2មុខនឹងចូលហើយគឺយើងបន្តរំងាស់រហូតតតែគ្រឿងនឹងគឺចាប់ជាតិបានល្អជាមួយនឹងសាច់ហើយនឹងពងការខពងក្រួយនេះដែរគឺយើងមិនត្រូវលបទឹកច្រើនពេកទេគឺយើងដាក់មកល្មមសាច់ល្មមទឹកចឹងណាបើកាលណាយើងដាក់ទឹកច្រើនពេកវាធ្វើឲ្យខហ្នឹងគឺវាអត់សូវមានរសជាតិឆ្ងាញ់ទេហើយណាមួយសាច់ជ្រូកគឺវានឹងរលួយបែកសាច់បែកអីខ្ទេចចឹងណាហើយចំណែកឯភ្លើងដែលយើងដាក់រងាស់ហ្នឹងគឺយើងបើកតិចតិចល្មមកុំឲ្យវាពុះជ្រុលជ្រើមខ្លាំងពេកតែនាងខ្ញុំរងាស់ខបានខាស់ទឹកបន្តិចហើយគឺនាងខ្ញុំបន្ថែមជាមួយនឹងម្រេចម៉ដ្ឋ1ស្លាបព្រាកាហ្វេហើយនឹងដាក់ខ្ញីចូលបន្តិចបងប្អូនដើម្បីឲ្យខរបស់យើងកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់នៅពេលដែលយើងដាក់គ្រឿងក្រើរួចអស់ហើយគឺយើងបន្តរងាស់រហូតតតែខរបស់យើងនឹងគឺខាស់ទឹកល្អហើយបងប្អូនកុំភ្លេចភ្លក់មើលផងណាបើសិនជារសជាតិស្ទើរគ្រឿងស្ទើរអីគឺយើងបន្ថែមបន្ថយទៅតាមនឹងតែគ្រឿងទេសដែលនាងខ្ញុំបានដាក់ឲ្យបង្ហាញជូនបងប្អូននេះគឺមកល្មមឆ្ងាញ់ណាមានន័យថាវាអត់សូវប្រៃខ្លាំងហើយក៏មិនផ្អែមខ្លាំងដែរមក
ល្មមបងប្អូនបើសិនជាបងប្អូនប្រើសាច់ជ្រូក1គីឡូហើយនឹងពងក្រួយ100គ្រាប់ដូចនាងខ្ញុំបងប្អូនដាក់គ្រឿងតែប្រព័ន្ធនាងខ្ញុំបង្ហាញនឹងទៅគឺមកល្មមរសជាតិញ៉ាំជាមួយនឹងបាយទៅគឺមកឆ្ងាញ់ណាហើយចំពោះការខគឺយើងកុំសូវយកវែកគោញឹកញាប់ពេកណាបងប្អូនហើយរួមទៅគឺយើងគ្រាន់តែយកស្លាបព្រាចាក់ឬក៏ទៅសើកតិចទៅណាបើកាលណាយើងកូរកវីខ្លាំងពេកគឺវានាំឲ្យពងក្រួយនឹងគឺបែកហើយសាច់ជ្រូកក៏បែកដែរវាលេងឆ្ងាញ់លេងអីអញ្ចឹងណាបងប្អូនហើយនៅពេលដែលយើងដាក់រំងាស់ខទុកចោលហ្នឹងគឺយើងកុំគ្របគម្របឆ្នាំងណាបងប្អូនយើងចំហមាត់ឆ្នាំងចោលហើយបន្តរំងាស់ដោយបើកភ្លើងតិចរឹមរហូតតតែខយើងខាស់ទឹកល្អបែបនេះសាច់ជ្រូកពងក្រួយចាបងប្អូននៅពេលដែលខាស់ទឹកបែបនេះទៅគឺសាច់ជ្រូកគឺផុយចាប់ជាតិចាប់គ្រឿងបានល្អហើយចំណែកឯពងក្រួយវិញសាច់ពងខាងក្រៅគឺវាឡើងរឹងល្អអញ្ចឹងហើយទើបធ្វើឲ្យខរបស់យើងញ៉ាំទៅគឺមានរសជាតិឆ្ងាញ់ពេញមាត់ណាបងប្អូនចំពោះខបើសិនជាយើងខពងអត់បានឡើងរឹងល្អទេញ៉ាំទៅក៏អត់ឆ្ងាញ់ដែរអញ្ចឹងហើយបើសិនជាបងប្អូនចង់ធ្វើខឲ្យមានរសជាតិឆ្ងាញ់កុំភ្លេចធ្វើតាមវិធីដែលនាងខ្ញុំបង្ហាញជូននេះគឺដឹងតែធ្វើហើយញ៉ាំទៅគឺជាប់ចិត្តហ្មងបងប្អូនពងក្រួយនេះនិយាយថាគឺងាយស្រួលធ្វើហើយឆាប់បានញ៉ាំទៀតដោយសារតែពងក្រួយហ្នឹងគឺវាតូចហើយណាមួយសាច់សហ្នឹងគឺវាស្ដើងទៀតផងទៅពេលដែលយើងដាក់ខទៅគឺវាឆាប់ឡើងរឹងល្អអញ្ចឹងណាហើយបើនិយាយពីរសជាតិវិញគឺឆ្ងាញ់ប្លែកជាងពងទាឬក៏ពងមាន់ណាបងប្អូនព្រោះថាពងក្រួយគឺវាតូចអញ្ចឹងហើយពេលដែលយើងញ៉ាំចូលមាត់ទៅដាក់តែមួយម៉ាត់ទៅគឺនិយាយពីថាឡើងជាតិពេញមាត់ណាបងប្អូនចាសម្រាប់វីដេអូរបស់នាងខ្ញុំគឺមានតែប៉ុណ្្នឹងហើយខ្ញុំក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះពីដើមរហូតដល់ចប់ខ្ញុំសូមជូនពរឲ្យបងប្អូនមានសុខភាពល្អសំណាងល្អគ្រប់គ្នាហើយបើសិនជាបងប្អូនចូលចិត្តវីដេអូមួយនេះកុំភ្លេចជួយចុច like និង share ក៏ដូចជាជួយចុច subscribe Channel YouTube របស់នាងខ្ញុំម្នាក់មួយផងចាសូមអរគុណនិងសូមជម្រាបលាហើយសូមជួបគ្នានៅវីដេអូក្រោយទៀត